bạn ở trong sự thành lập hiệp về đạiประเทศកម្ពុជាកំពុងតែរងសម្ពាធខ្លាំងទាំងបញ្ហាសង្គ្រាមពីការឈ្លានពានពីភាគីថៃក៏ដូចជាយើងមានវិបត្តិរ៉ាំរ៉ៃស្រាប់ទៅលើស្ថានភាពសេដ្ឋកិច្ចហិរញ្ញវត្ថុបញ្ហាបំណុលការបាត់ចំណូលហើយសម្ពាធពីការរកលុយបង់ធនាគារនិងបង់បំណុលដែលពាក់ព័ន្ធទៅនឹងការបាត់ចំណូលហ្នឹងគឺធ្វើឲ្យមនុស្សមានបញ្ហាផ្លូវចិត្តកាន់តែខ្លាំងហើយមានស្ទើរតែគ្រប់កន្លែងដែលពីមួយពេលទៅមួយពេលធ្វើឲ្យមានការជជែកគ្នាតែរឿងបញ្ហាដេកលក់បញ្ហាតាក់ទងជាមួយការកើតជំងឺបញ្ហាជំងឺដោយបណ្ដាលមកពីការដេកមិនលក់ឬក៏ការស្មុគស្មាញដូចជាបញ្ហាអាស៊ីតបញ្ហាកាពះពោះវៀនបញ្ហាផ្លូវចិត្តភ្លេចភ្លាំងច្រើននេះសុទ្ធតែជាកត្តាសំខាន់មកពីឥទ្ធិពលនៃបញ្ហាផ្លូវចិត្តដែលអាចឆ្លងពីម្នាក់ទៅម្នាក់ធ្វើឲ្យយើងកាន់តែច្បល់ច្បោកច្បល់កាន់តែអាប់អួរកាន់តែមួម៉ៅដោយអត់ដឹងហេតុផលហើយអត់ដឹងថាបញ្ហាហ្នឹងវាកើតឡើងពីណាទេដោយតែយើងឃើញថាបើឆ្កែឌីងខាំយើងដឹងថាឆ្កែឌីងខាំបើអ្នកណាដែលជិះម៉ូតូបុកយើងដឹងថាម៉ូតូបុកយើងប៉ុន្តែបញ្ហាដែលធ្វើឲ្យយើងតប់ប្រមល់បញ្ហាដែលធ្វើឲ្យយើងមួម៉ៅពីមួយថ្ងៃទៅមួយថ្ងៃគឺយើងអត់ដឹងបន្ទោសអ្នកណាទេរហូតដល់ពេលខ្លះបន្ទោសអ្នកជិតខាងអ្នកជុំវិញខ្លួនឪពុកម្ដាយសមាជិកគ្រួសារពេលខ្លះបន្ទោសខ្លួនឯងតែយើងឃើញថារបាយការណ៍របស់ស្ថាប័ន Our World Data ស្ថាប័នអន្តរជាតិមួយចំនួនទៀតក៏បង្ហាញថាកម្ពុជាយើងគឺមានបញ្ហាផ្លូវចិត្តច្រើននៅក្នុងតំបន់អាស៊ានក៏ដូចជារបាយការណ៍របស់អង្គការ WHO អង្គការសុខភាពពិភពលោកក៏បង្ហាញនៅឆ្នាំ2025ថាបញ្ហានៃការធ្វើអត្តឃាតដោយសារបញ្ហាផ្លូវចិត្តនៅក្នុងតំបន់យើងគឺនៅក្នុងប្រទេសយើងគឺឈានដល់តំបន់ដែរឈានដល់តំបន់បន្ទាត់ក្រហមឬក៏តំបន់ចំណុចដែលយើងត្រូវគិតជាអត្តភាពអញ្ចឹងបញ្ហានេះយើងត្រូវការជួយគ្នាប៉ុន្តែរឿងចម្បងដល់យើងដឹងហើយយើងរំលឹកខ្លួនឯងយើងជួយខ្លួនឯងដល់យើងហៅចំណុចជួយខ្លួនឯងព្រោះអានេះគឺហៅដូចឃាតករដែលសម្ងាត់ឃាតករដែលលាក់មុខហើយយើងពេលខ្លះទៅយើងអាចថាល្ងឹតមុខដូចយើងឈឺល្ងឹតមុខយើងអត់ដឹងថាដោះជុងណាអត់ដឹងចេញជុងណាទេអញ្ចឹងជារឿងដែលយើងត្រូវធ្វើយើងគួរតែតាមដានខ្លួនឯងអ្នកដទៃអត់បានដឹងពីខ្លួនយើងទេយើងដេកអត់លក់យើងហូបបាយអត់ឆ្ងាញ់យើងភ្លេចច្រើនយើងគិតច្បោកច្បល់ហើយពិសេសគឺយើងធ្វើខ្លួនយើងឲ្យមានវិន័យឲ្យមានទម្លាប់បច្ចុប្បន្នបច្ចេកវិទ្យាទំនើបការប្រើប្រាស់ទូរស័ព្ទវាคล้ายទៅជាទូរស័ព្ទប្រើប្រាស់យើងអញ្ចឹងយើងត្រូវគ្រប់គ្រងទូរស័ព្ទយើងលេងហ្គេមមួយថ្ងៃយើងអត់បានរៀនអត់បានធ្វើការយើងបដោយទូរស័ព្ទមកគ្រប់គ្រងលើយើងទាំងពេលបាយទាំងពេលធ្វើដំណើរយើងលេងទូរស័ព្ទឃើញអ្នកខ្លះរហូតដល់ជិះម៉ូតូបើកឡានហ្នឹងគឺក៏ប្រើទូរស័ព្ទទៀតអញ្ចឹងជាផ្នែកមួយទេដែលយើងត្រូវប្រឹងវិន័យខ្លួនឯងថាពេលយប់មុនដេកយើងគួរតែបិទទូរស័ព្ទប្រហែលកន្លះម៉ោងឬក៏រយៈពេលប្រហែលមុនដេកយើងសម្រួលអារម្មណ៍យ៉ាងណាក្រោយពីដេកយើងត្រូវតែហូបទឹកសិនយើងត្រូវតែសម្រួលអារម្មណ៍សិនមុនដែលយើងប្រើប្រាស់ទូរស័ព្ទឬក៏យើងតាមដានរឿងទាំងសង្គមជាតិយើងត្រូវតាមដានហើយយើងត្រូវខ្វល់ហើយព្រោះសង្គមជាតិហ្នឹងគឺរឿងរបស់យើងហ្នឹងហើយប៉ុន្តែបើយើងតាមដានដែលអត់មានវិន័យអត់មានរបៀបគឺវាធ្វើឲ្យយើងច្បល់តាក់ទងទៅនឹងការបរិភោគអាហារយើងត្រូវគ្រប់គ្រងលើអាហារតែយើងអាហារបែបណាដែលជួយសុខភាពយើងកុំអាហារដែលយើងចង់យើងទៅហូបទៅទោះជាអត់ដឹងថាវាអត់ប្រយោជន៍ដល់សុខភាពក៏ដោយឬក៏វាប៉ះពាល់ក៏ដោយជាពិសេសគ្រឿងស្រវឹងពេលយើងស្មុគស្មាញយើងគិតថាអូដឹងតែគ្រឿងស្រវឹងបាត់ទុកជជែកគ្នាទៅយើងដឹងថាប៉ះពាល់ក៏ដោយតែតោមួយកាហ្វេក៏ដោយអ្នកខ្លះលើពេញយំកាហ្វេសួរថាគាត់ចង់ផឹកមិនមែនគាត់ចេះអបសុកគាត់ចេះផឹកចេះតែហូបច្រើនអញ្ចឹងវាចេះហត្ថពលដល់ដំណេកតាក់ទងទៅនឹងរបៀបនៃការគិតដែលច្បល់ការគិតយើងមើលឃើញថាវាឈើវាលងទៅខាងណាលងទៅខាងនេះលងទៅខាងនោះវាលងច្រើនអញ្ចឹងដល់តែយើងរំលឹកខ្លួនឯងហើយយើងមានក្រុមយើងដែលជួយរំលឹកគ្នាទៅវិញទៅមកទើបយើងអាចគ្រប់គ្រងបានវាជារឿងដែលយើងបង្ហាញឃើញខ្ញុំចាប់អារម្មណ៍ពីទី1នៅលើបណ្ដាញសង្គមឃើញជេរបន្តិចគ្នាជេរបន្តិចថៃជេរបន្តិចជនជាតិដទៃទៀតសួរថាជេរហ្នឹងជនជាតិគេលឺហីអត់ទេគឺលឺតែគ្នាឯងលឺតែខ្លួនឯងហ្នឹងអញ្ចឹងធ្វើឲ្យកាន់តែពុលកាន់តែអាប់អួរថែមទៀតហើយយើងជជែកគ្នាយើងជុំគ្នាយើងអត់បានជជែកពីដំណោះស្រាយអីល្អទេយើងជជែកតែពីបញ្ហាហើយយើងតែងតែបន្ទោសពីអ្នកដទៃយើងអត់គិតថាបញ្ហាដែលយើងកើតឡើងយើងត្រូវដោះវាមិននឹងខ្ញុំមិនស៊ីជម្រៅទៅលើផ្នែកនឹងច្រើនទេខ្ញុំគ្រាន់តែចាប់អារម្មណ៍ថាបញ្ហានោះវាកើតមានហ
ហើយទាំងខ្ញុំខ្លួនឯងហ្នឹងក៏រងអត្តពលដែរហើយខ្ញុំក៏ចេះព្យាយាមការពារទៅព្រោះសេដ្ឋកិច្ចខ្ញុំក៏ប៉ះដល់បន្ទាត់ក្រហមហើយការគិតពីសង្គមខ្ញុំក៏ខ្ញុំចូលរួមនេះខ្ញុំតាមដានព័ត៌មានដែរអញ្ចឹងវាប៉ះដល់ខ្លួនខ្ញុំដែរហើយខ្ញុំព្យាយាមតម្លាក់មកពេលទៅហើយមួយទៀតតាក់ទងការតាមដានព័ត៌មានកុំមើលដោយច្រើនដោយច្បល់ពេកយើងខ្លាចទៅជាមនុស្សច្បល់អញ្ចឹងព័ត៌មានយើងមើលតែស្ថាប័នផ្លូវការទៅតែ2 3ហ្នឹងបានហើយកុំចំណាយពេលរហូតដល់រាប់ម៉ោងមួយថ្ងៃអូសពេកពេលហ្នឹងយើងមិនមែនអ្នកដែលចង់ដឹងព័ត៌មានទេគឺយើងមនុស្សដែលគេហៅថាតនេពេកចេះតែអូសហើយធ្វើឲ្យទូរស័ព្ទអូសយើងវិញយើងមើលផ្លេតយើងអូសទូរស័ព្ទប៉ុន្តែពិតទូរស័ព្ទកំពុងតែអូសយើងទេអូសយើងដែលយើងអត់ដឹងម៉ោងអត់ដឹងពេលហើយខ្លួនឯងក្តៅខួរក្បាលងាំងឯណាទៅទូរស័ព្ទវាក្តៅតិចជាងយើងណាពេលយើងតាមដានរហូតអញ្ចឹងការតាមដានព័ត៌មានវាជារឿងសំខាន់ដែលយើងចេះគ្រប់គ្រងខ្លួនឯងថាម៉ោងណាដែលយើងត្រូវដេកម៉ោងណាដែលយើងត្រូវសម្រាកម៉ោងណាដែលយើងត្រូវមើលព័ត៌មានណាដែលយើងត្រូវមើលបើយើងចេះតែមើលព័ត៌មានអត់ស្គាល់ប្រភពជួកាលអីក្មេងៗណាផុសឈូឆរទៅយើងចេះតាមដានផ្ទាល់ទាំងអាហ្នឹងវាធ្វើឲ្យយើងកាន់តែច្បល់ថែមហ្នឹងហើយនេះគ្រាន់តែជាការចាប់អារម្មណ៍របស់ខ្ញុំមួយជ្រុងមួយទេហើយខ្ញុំសង្កេតថាវាអាចបានប្រយោជន៍ក្នុងការជជែកគ្នាហើយសំខាន់យើងរំលឹកខ្លួនឯងហើយយើងថែផ្លូវចិត្តសុខភាពផ្លូវកាយផ្លូវចិត្តយើងទាំងអស់គ្នាបានយើងអាចដើរទៅមុខបានហើយបានយើងអាចជួយខ្លួនឯងយើងបានជួយដល់ក្រុមការងារយើងបានជួយដល់គ្រួសារយើងបានជួយដល់សង្គមជាតិយើងបានឬក៏យើងចង់បានសុខសន្តិភាពដល់ពិភពលោកដល់តែយើងមានសុខភាពល្អយើងមានផ្លូវចិត្តល្អយើងមិនអាចជាមនុស្សក្តៅខួរក្បាលងាំងយើងច្រឡោតតោតម៉ាងហើយយើងចេះតែចង់ឲ្យគេបានសុខបានដែរទេបាទសូមអរគុណ